ជំរាបសួរពុកម៉ែបងប្អូនលោកគ្រូអ្នកគ្រូជាទីគោរពនិងជាទីស្រឡាញ់ថ្ងៃនេះគឺខ្ញុំបាទមកបង្ហាញអំពីសកម្មភាពការចូលរួមប្រជុំរបស់កកថនិងកកសប្រចាំខែសីហាដែលខ្លឹមសារប្រជុំមានដូចតទៅបាទទី1គឺជាមតិសំណេះសំណាលបាទជាមួយនឹងពួកគាត់ថាពួកគាត់នឹងមករយៈនេះខានប្រជុំមួយខែហ្នឹងសុខសប្បាយអត់បាទទី2ហ្នឹងគឺនិយាយអំពីថវិកាដែលទទួលបានពីលោកពុនម្ដាយក្នុងការរាយធ្វើខ្លងទ្វារតើបានប្រមាណអ្នកហើយនៅសល់ប្រមាណអ្នកបាទអញ្ចឹងលោកគ្រូនិគ្រូគឺទី3ទៀតគឺនិយាយអំពីលទ្ធផលរបស់សិស្សបាទទាំង3ហើយ4ជាមួយនឹងឋានៈបឋមបាទដែលទី1នេះយើងនិយាយអំពីច្រមាសទី2ហ្នឹងគឺប្រចាំច្រមាសហើយទី3ហ្នឹងគឺប្រចាំឆ្នាំហើយចុងក្រោយហ្នឹងគឺការប្រកាសនៅការប្រឡងនៅក្នុងឋានៈបឋម PLP ច្រមាសទី2ថាតើគាត់បាននីតិអ្វីបាទអញ្ចឹងគឺគាត់មកចូលរួមច្រើនមែនទែនបាទសឹងគ្រប់ថ្នាក់តែម្ដងបើសិនជាដាក់មួយថ្នាក់គឺមិនអស់ទេបងប្អូនបាទច្រើនណាស់បាទអញ្ចឹងនេះជាអាណាព្យាបាលថ្នាក់ទី5ដែលគាត់ត្រូវចែកជាបណ្ឌបាត់ថ្នាក់បឋម PLP ហើយនេះគឺជាលោកពុនអ្នកម្ដាយឬក៏អាណាព្យាបាលថ្នាក់ទី3ខដែលខ្ញុំមកថតអត់ទាន់ទេបងប្អូនបាទដោយសាររវល់ខ្លួនឯងផងអីផងអញ្ចឹងមកថតអត់ទាន់ទេហើយនេះគឺជាលោកពុនអ្នកម្ដាយដែលនៅខាងក្រៅបាទចង់ច្រើនណាស់បងប្អូនអើយបាទនេះគឺពេញតែម្ដងគឺទាំងសិស្សទាំងអីគឺណែនណាន់តាន់តាប់មកបងប្អូនបាទខាងក្រៅហ្នឹងនៅចូលមកអស់ផងបាទអញ្ចឹងនេះហើយគឺជាការចូលរួមរបស់សហគមន៍នៅសាលាបឋមសិក្សាទឹកបោះគឺមានមួយចំនួនតូចដែលគាត់មិនសូវឲ្យតម្លៃទៅលើការចូលរួមប្រជុំប្រចាំខែម្ដងអីគាត់មិនត្រឹមមិនចូលរួមហើយគាត់វិបហាបាទអញ្ចឹងក៏សូមចិត្តទៅដល់លោកពុនអ្នកម្ដាយគឺនេះគឺជាការសំណូមពរឲ្យគាត់អញ្ជើញចូលរួមបានច្រើនហើយនេះបន្តមកទៀតនោះគឺជាសកម្មភាពភាសាមួយជាងទាក់ទងទៅនឹងការធ្វើខ្លងទ្វារនិយាយរួមទៅគឺធ្វើការដេញថ្លៃប៉ុន្តែមកលើកនេះរៀងខកជើងបន្តិចអត់តន់ត្រូវគ្នាទេបងប្អូនបាទជាមួយតែត្រូវគ្នាអញ្ចឹងតែមើលតម្លៃប្រមាណអីបណ្ណាបណ្ណីបាទយើងនឹងដឹងហើយថាខ្លងទ្វាររបស់យើងធ្វើសម្រេចជោគជ័យ 100%លោកគ្រូបានជួបវិសាជាមួយបណ្ដាសិស្សយើងមានការផ្សព្វផ្សាយអំពីលទ្ធផលសិក្សាចាំឆ្នាំផលចោលវាហើយនឹងរាយការណ៍ពីខាងការដែលប្រមូលបានតាមថ្នាក់ដែលយើងធ្វើផងដែរបាទអញ្ចឹងយើងជឿថាកុំឲ្យបងប្អូនបានចូលរួមហើយនឹងយល់ច្បាស់ហើយនឹងបានទទួលព័ត៌មានជាគ្រូច្បាស់ពីគាត់ក្នុងខាងការហើយឲ្យបណ្ដាសិស្សទាំងអស់ដែលឲ្យឈ្មោះថាគណៈកម្មការគ្រប់គ្រងសាលារៀននេះហើយបាទហើយអញ្ចឹងទី3គឺនេះគឺជាការប្រជុំរបស់យើងជាមួយនឹងកកថកកសបាទសរុបបាទដោយលោកនាយកសាលាបាទគឺជាគាត់ក៏ជឿធានកម្រផងដែរបាទអញ្ចឹងការប្រជុំលើកក្រោយនេះគាត់បានលើកសរសើរអំពីអង្គការអនាគតយើងដែលគាត់បានចូលរួមសហការក្នុងការជួយសិស្សដែលគាត់អត់ចេះអានឲ្យគាត់មានបំណិនក្នុងការអានឡើងវិញបាទសូមគាត់សរសើរមែនទែនហើយវីដេអូនេះសង្ឃឹមថាគាត់នឹងពេញចិត្តបាទអង្គការអនាគតយើងគឺគាត់ល្អមែនទែនបងប្អូនហើយបាទជួយលោកគ្រូអ្នកគ្រូច្រើនទៅតនឹងសិស្សដែលគាត់រៀនយឺតបាទពីម៉ែរបស់ខ្ញុំតទៅបានណាបាទហើយខ្ញុំនឹងថតបន្ថែមនៅក្នុង Facebook បន្តទៅបាទហើយរឿងតែខ្លាចរឿងលោកគ្នាខ្ញុំសូមនិយាយតែប៉ុណ្ណេះហើយខ្ញុំសូមពីពីនិយាយជាមួយនឹងកកថកកសអស់ហើយគាត់ក៏លោកនាយកក៏បានធ្វើការថ្លែងអរគុណទៅដល់បងប្អូនបាទនៅក្នុងមជ្ឈដ្ឋានជុំវិញដែលគាត់ចូលរួមថវិកាដើម្បីធ្វើក្នុងទីដើម្បីទទួលបានជោគជ័យបាទជាចុងក្រោយក៏សូមអរគុណបងប្អូនដែលទស្សនាវីដេអូនេះបាទតាំងពីដើមរហូតដល់ចប់ហើយក្នុងវីដេអូនេះផងដែរគឺ
មិនបានក្បោះក្បាយ100%ទេបងប្អូនបើសិនជាក្បោះក្បាយគឺមានវែងរហូតដល់10នាទីអីនោះបាទប៉ុន្តែខ្ញុំបាទសូមសង្ខេបខ្លីតែប៉ុណ្ណេះហើយក៏សូមជូនពរបងប្អូនមានសុខភាពល្អគ្រប់គ្នាបាទសូមអរគុណ Nice.